សម្រាប់គ្នាយើងដែលថ្មីជាមួយនឹង Visual Studio សូម overview ជាមួយនឹង IDE ដែលជា Visual Studio របស់ Microsoft នឹងបន្តិចទាក់ទងជាមួយនឹងការប្រើប្រាស់អញ្ចឹងនៅក្នុង Visual Studio គឺពេលដែលយើងបង្កើត project គឺវាមានទម្រង់បែបហ្នឹងឯងដែលវាភ្ជាប់មកជាមួយនឹង solution នៅខាងស្ដាំដៃជា default ហើយ editor គឺនៅខាងឆ្វេងដៃទម្រង់បែបនេះឯងអញ្ចឹងនៅក្នុង block នៃ Text Editor នេះគឺជាកន្លែងដែលយើង work most of the time ហើយចំណែកឯផ្នែកខាងស្ដាំនេះវាគឺជាផ្នែកនៃ Solution Explorer ដែលខាងលើគឺយើងឃើញថាវាមានជា Solution ខាងក្រោមគឺវាមានជា Project ដែល Teacher បានធ្លាប់ mention ប្រាប់គ្នាយើងពេលដែលបង្កើត Project អីសម្រាប់ Solution នេះគឺវាអាច contain multiple project បានពេលដែលច្រើននិយាយពី Solution គឺសំដៅទៅលើអាមួយនៅខាងលើនឹងឯងចំណែកឯ block ខាងក្រោមនេះវាគឺជា Project អញ្ចឹងគឺយើងមាន Solution ហើយយើងមាន Project ចំណែកឯ project នៅពេលដែលយើងរើសយកប្រភេទជា template project ពេលដែលយើងបាន create ហ្នឹងគឺវានឹងភ្ជាប់មកជាមួយនឹង file ហើយនឹង folder ចំនួនប៉ុណ្ណឹងឯងពេលយើងឃើញមាន reference យើងឃើញមាន external dependency header file resource ហើយជាមួយនឹង source file ទាក់ទងជាមួយនឹង project របស់ C++ វារៀង template អាចនឹងរៀង confuse គ្នាយើងតិចដោយសារតែពេលបង្កើតភ្លាមមកគឺយើងឃើញមាន folder ជាច្រើនដែលជាក់ស្ដែងវាមិនមែនជា folder ទេវាគ្រាន់តែជា filter ទេសញ្ញានេះគឺតំណាងឲ្យ filter ហើយមូលហេតុដែលនៅក្នុង project របស់ C++ ហ្នឹងគឺវា include មកជាមួយនឹង filter ហ្នឹងដោយសារតែនៅក្នុង compiler របស់ C++ ហ្នឹងគឺវាមានលក្ខណៈពិសេសខុសពី compiler language ផ្សេងដទៃទៀតដោយនៅក្នុង external dependency នេះគឺយើងឃើញថាសុទ្ធតែជាប្រភេទ .h file ដែលនៅក្នុង C++ .h file វាគឺជាប្រភេទនៃ header file ដែលយើងអាចធ្វើការ include ឬក៏ import វាយកមកប្រើប្រាស់នៅក្នុង project របស់យើងបានបន្តមកទៀតគឺយើងឃើញមានជាមួយនឹង header file ដែលឥឡូវនេះវាគឺជា filter ហើយនឹង resource file សម្រាប់ header file នេះគឺនៅក្នុង C++ ពេលដែលយើងធ្វើការបង្កើត class ថ្មីគឺវានឹងធ្វើការបង្កើតពីរ file ឲ្យយើងតែម្ដងទាំង header file ហើយជាមួយនឹង source file ដែលនៅពេលខាងមុខគឺយើងនឹង detail ជាមួយនឹងវាបន្តទៀតអ្វីដែលយើងនឹងប្រើប្រាស់បច្ចុប្បន្នហ្នឹងគឺផ្ដោតខ្លាំងតែនៅលើ source file ទេពេលដែលយើងបង្កើត class ថ្មីឬក៏ file ថ្មីគឺវានឹង load ជា extension ឈ្មោះ file ដតជាមួយនឹង cpp នៅក្នុង block នៃ source file ហ្នឹងឯងហើយ source file ហ្នឹងគឺយើងអាចធ្វើការhide វាបានដោយសារតែវា not necessary ហ្មងទេនៅក្នុង project យើងកំឡុងពេលដែលយើងចាប់ផ្ដើមតេស្តឥឡូវហ្នឹងនៅពេលដែលយើង go a little bit furthermore គឺយើងនឹងទៅដល់ចំណុចហ្នឹងឯងហើយតាក់ទងជាមួយនឹង filter file នេះទៀតវាអាចនឹងរៀង different គ្នាតាក់ទងជាមួយនឹង IDE បើសិនជាគ្នាយើងប្រើ Visual Studio គឺ project នឹងមានអីដែលជា list ដូចដែលគ្នាយើងបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងតែបើសិនជាគ្នាយើងប្រើ CLion ឬក៏ប្រើ editor ផ្សេងទៀតទម្រង់នៃការ display project កន្លែងហ្នឹងគឺអត់ដូចគ្នាទេអូខេនេះគឺតាក់ទងជាមួយនឹង solution ហើយនឹង project របស់យើងគឺមានប៉ុណ្្នឹងឯងហើយចំណែកឯ block ខាងលើនេះវាគ្រាន់តែជា collab ឬក៏ extend តាក់ទងជាមួយនឹង project របស់យើងទេផ្នែកដែលសំខាន់មួយទៀតគឺផ្នែកខាងលើគ្នាយើងពេលដែលបង្កើតមកអាចនឹងឃើញ UI មិនដូចរបស់ Share 100% ទេដោយសារតែនៅ block នេះ Share បានធ្វើការ hide ជាមួយនឹងប៊ូតុងមួយចំនួនដែលវាអត់ចាំបាច់ធ្វើការប្រើប្រាស់នៅក្នុង project របស់យើងទេអញ្ចឹងកុំឲ្យ UI នឹងវាស្កាសនៅលើហ្នឹងពេកធ្វើឲ្យគ្នាយើងពិបាកមើលShareក៏បានធ្វើការ hide ជាមួយនឹង control មួយចំនួនគ្នាយើងអាចមកមើល reference ទៅតាមហ្នឹងបានបើសិនជាចង់ set up ទម្រង់ Visual Studio ហ្នឹងឲ្យ look and feel ហ្នឹងដូចជាមួយនឹងរបស់ teacher ដែលកំពុងតែ record ហ្នឹងតែម្ដងគឺអាចតិចទៅតាមហ្នឹងឯងគឺមានតែមួយចំនួនទេតាមប៉ុណ្្នឹងហ្នឹងហើយយើងនៅសល់ប៊ូតុងខាងនេះ save all ប៊ូតុងនេះគឺយើងត្រឡប់ទៅ previous code ហើយកន្លែងនេះគឺយើង nick ទៅកាន់ code ដែលយើងបានផ្លាយមុនហ្នឹងចំណែកឯប៊ូតុងនេះគឺជាប៊ូតុងដែលសំខាន់ក្នុងការ start debug ឬក៏ test ជាមួយនឹង application របស់យើងអញ្ចឹងគឺ Visual Studio គឺសាមញ្ញទេងាយស្រួលតែប៉ុណ្្នឹងឯងយើងមាន solution យើងមាន project យើងមានកន្លែងយើង save file ហើយជាមួយនឹងកន្លែងដែលយើង execute ឬក៏យើង start ជាមួយនឹង debug project របស់យើង